ជំរាបសួរបងប្អូនទាំងអស់គ្នាដែលបានចូលមកកាន់វីដេអូនេះខ្ញុំសូមបង្ហាញបងប្អូនពីរបៀបដោះប្លុកនៅក្នុង Facebook ហើយក៏ដូចជាឆ្លើយតបជាមួយនឹងបងប្អូនដែលបាន comment សួរថាដោះប្លុកនៅក្នុង Messenger ហើយតែនៅតែឆែករកអត់ឃើញនៅ profile ដែលម្នាក់ដែលយើងចង់ដោះមិនអាចលេងជាមួយគ្នាកើតសូមបញ្ជាក់ថាបើសិនជាបងប្អូនដោះប្លុកនៅក្នុង Messenger តាមវីដេអូរបស់ខ្ញុំហើយប៉ុន្តែអត់អាចឆែករកឃើញគឺយើងត្រូវតែចូលទៅដោះនៅក្នុង Facebook មួយទៀតព្រោះអីបើសិនជាយើងប្លុកពេលខ្លះយើងអាចនឹងប្លុកតែក្នុង Facebook មួយប៉ុន្តែ Messenger យើងអត់បានប្លុកទេយើងដោះតែមួយគឺអាចលេងជាមួយគ្នាបានប៉ុន្តែបើសិនជាករណីដែលយើងច្រឡំដៃប្លុកទាំងពីរវាដោះមួយណាចោលមួយណាក៏អត់បានដែរបើសិនជាដោះ Facebook អត់ដោះឆាតក៏អត់អាចលេងជាមួយគ្នាកើតហើយបើសិនជាដោះឆាតហើយអត់បានដោះក្នុង Facebook ក៏អត់អាចលេងជាមួយគ្នាកើតដែរបាទបងប្អូនធ្វើតាមខ្ញុំមកបងប្អូនចូលទៅក្នុង Facebook បន្តមកទៀតចូលទៅកន្លែង profile របស់យើងនេះបាទបន្តមកទៀតបងប្អូន scroll ទៅខាងក្រោមរកពាក្យថា setting privacy បងប្អូនចូលមកបន្តមកទៀតយកពាក្យថា setting ខាងលើនេះនៅក្រោមsetting ដែលយើងចុចឲ្យមិញហ្នឹងចុចចូលមកបន្តមកទៀតបងប្អូន scroll ខាងក្រោមឲ្យផុតបាទនឹងឃើញពាក្យថា blocking ខាងក្រោមនេះរូបមនុស្សហើយមានសញ្ញាខ្វែងហ្នឹងចុចចូលមកដល់កន្លែងនេះឃើញ account ដែលយើងបានblock ទាំងអស់នៅក្នុង Facebook របស់យើងហ្នឹងបើសិនជាបងប្អូនចង់ដោះ account មួយណាបងប្អូនចុចទៅលើឈ្មោះមួយហ្នឹងទៅខ្ញុំសូមឧទាហរណ៍ថាឈ្មោះសិតតែ account នេះទាំងអស់បាទឈ្មោះនេះមួយចុះបាទចុចចូលមកបន្តមកទៀតចុចពាក្យថា unblock ក្នុងក្រុមនេះបាទឃើញបងប្អូនបាទហើយ account ដែលខ្ញុំបានដោះបាញ់មិញគឺអត់ឃើញនៅកន្លែងហ្នឹងទេបាទអរគុណបងប្អូនវីដេអូនេះមានតែប៉ុណ្្នឹងទេជម្រាបលាជួបគ្នាវីដេអូក្រោយបាយបាយ